là tha hạt ấy ban chỉ FBA คือ chỉ app ធនាគារមួយដែលកំពុងតែពេញនិយមហើយមានអ្នកប្រើប្រាស់ជាច្រើនប្រចាំថ្ងៃទូទាំងប្រទេសភ្លាមៗអ្នកទាំងអស់គ្នាប្រកាសជាគិតថាដោយសារតែមានអ្នកប្រើ FBA ច្រើនហើយងាយស្រួលទទួលលុយនិងផ្ញើលុយជាដើមប៉ុន្តែហេតុផលសំខាន់មានជាច្រើនទៀតអ្វីដែលសំខាន់ជាងគេនោះគឺ FBA Mobile ដែលជាកម្មវិធីសេវាធនាគារពិតប្រាកដហើយមានសមត្ថភាពពេញលេញសុវត្ថិភាពខ្ពស់មុខងារសម្បូរបែបថ្មីមុនគេជានិច្ចព្រមតែលើកគេនិយាយថាសេវាធនាគារពិតប្រាកដនិងពេញលេញតើនឹងមានន័យថាម៉េចទៅចឹងចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាដោយសារតែ FBA Mobile គឺជាកម្មវិធីសេវាធនាគារពិតអញ្ចឹងរាល់គណនី FBA ទាំងអស់សុទ្ធតែជាគណនីធនាគារសូម្បីតែគណនីរហ័ស FBA ដែលអ្នកទាំងអស់គ្នាបើកប្រើប្រាស់ដោយខ្លួនឯងហ្នឹងណាក៏ជាគណនីធនាគារពិតប្រាកដដែរដែលមិនមែនជាគណនី Wallet ទេណាអ្នកទាំងអស់គ្នាចំណុចនេះហើយដែលច្បាស់ថាអ្នកប្រើ FBA ទទួលបានបទពិសោធន៍សេវាធនាគារពិតលើពីគណនី Wallet អញ្ចឹងឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាបង្កើតគណនីរហ័ស FBA នៅផ្ទះដោយខ្លួនឯងភ្លាមអ្នកទាំងអស់គ្នាក៏អាចបង្កើតការនិម្មិតភ្លាមបានដែរដោយមិនបាច់ចាំទៅធនាគារទេហើយអាចទិញទំនិញតាមអ៊ីនធឺណិតដោយសុវត្ថិភាពខ្ពស់ពីធនាគារប៉ុន្តែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយទៀតបើសិនជាអ្នកទាំងអស់គ្នាបើកគណនីរហ័ស FBA Mobile អ្នកអាចដំឡើងសមត្ថភាពគណនីរហ័សនោះទៅជាគណនីស្តង់ដារបានដើម្បីបន្ថែមអត្ថប្រយោជន៍ជាច្រើនទៀតប៉ុន្តែគណនី Wallet វិញមិនអាចដំឡើងបានទេអញ្ចឹងនៅតែជាគណនី Wallet រហូតលើពីនេះគណនីរហ័ស FBA មានសមត្ថភាពឲ្យអ្នកបើគណនីមានការកំណត់ដើម្បីសន្សំយកការប្រាក់បានខ្ពស់ទៀតផងអញ្ចឹងបើគណនីផ្សេងដែលអ្នកទាំងអស់គ្នាកំពុងតែប្រើអាចត្រឹមតែផ្ញើនិងទទួលប្រាក់មិនអាចសន្សំយកការប្រាក់នោះគឺមិនអាចហៅថាសេវាកម្មធនាគារពេញលេញនោះទេសុវត្ថិភាពជាចម្បងបើនិយាយពីការធ្វើប្រតិបត្តិការផ្ញើឬទទួលប្រាក់របស់បងប្អូនឲ្យមានសុវត្ថិភាព FBA Mobile បានគិតគូរដល់បងប្អូនយ៉ាងម៉ត់ចត់បំផុតមានតែនៅលើ FBA Mobile ប៉ុណ្ណោះដែលអ្នកទាំងអស់គ្នាអាចប្រើមុខងារឆាតដើម្បីនិយាយទៅកាន់អ្នកដែលធ្លាប់ផ្ញើឬទទួលប្រាក់ដោយទំនុកចិត្តហើយធានាបានថាអ្នកដែលកំពុងតែជជែកជាមួយនោះគឺជាម្ចាស់គណនីពិតមិនមានអ្នកផ្សេងណាដែលអាចមកក្លែងបន្លំបានឡើយចំណែកឯប្រព័ន្ធការពារ First Pass ឬក៏សោមុខនេះវិញគឺជាកំផែងសុវត្ថិភាពដែលរឹងមាំបំផុតដែលមិនអាចបំបែកបានតែដើរតួយ៉ាងសំខាន់ក្នុងការការពារគណនីរបស់បងប្អូនលើពីរនាំការពារធម្មតាហើយសោមុខនេះក៏ជាការបន្ថែមកំផែងការពារយ៉ាងចាំបាច់ក្នុងការរក្សាព័ត៌មាននិងលុយកាក់របស់បងប្អូនឲ្យមានសុវត្ថិភាពខ្ពស់បំផុតបច្ចេកវិទ្យានេះតម្រូវឲ្យប្រើមុខរបស់ម្ចាស់គណនីជាក់ស្ដែងដោយស្គាល់ផ្ទៃមុខម្ចាស់គណនីយ៉ាងលម្អិតដែលសូម្បីតែរូបថតវីដេអូឬរូប AI ដែលភ្នែកយើងមើលឃើញដោយកម្រិតណាក៏មិនអាចបន្លំ Face Pass ឬសោមុខនេះបានដែរនិយាយរួមតើតាមម្ចាស់មុខពិតធ្វើសកម្មភាពប្រេចភ្នែកនៅខាងក្រៅពិតទៅផ្សោមុខអនុញ្ញាតឲ្យធ្វើប្រតិបត្តិការសំខាន់ឬក៏បើកដំណើរការ FBA Mobile នៅលើទូរស័ព្ទថ្មីបានបើនិយាយពីភាពទំនើបបងប្អូនដែលប្រើ FBA Mobile តែងតែទទួលបានបទពិសោធន៍ថ្មីនិងមុនគេជានិច្ចជាក់ស្ដែង FBA ក៏បាននាំមកនូវបច្ចេកវិទ្យាថ្មីចុងក្រោយមួយស្របតាមតម្រូវការរបស់បងប្អូននោះគឺមុខងារកាដូដែលបងប្អូនអាចផ្ញើកាដូជាមួយពាក្យជូនពរដែលមានន័យយ៉ាងទំនើបវៃឆ្លាតនិងងាយស្រួលបំផុតមិនថាផ្ញើទៅមនុស្សជាទីស្រឡាញ់ឬក៏មិត្តភក្តិជិតឆ្ងាយទេគឺចុចតែពីរបីប៉ាក់តាម FBA Mobile ជាការស្រេចដល់លុតប្រើឥឡូវនេះបើគណនីរហ័ស FBA ហើយចាប់ផ្ដើមប្រើសេវាធនាគារពេញលេញឲ្យតែមានអាយុចាប់ពី15ឆ្នាំឡើងទៅហើយមានអត្តសញ្ញាណសញ្ជាតិខ្មែរឬក៏លិខិតឆ្លងដែនខ្មែរអាច download FBA Mobile ប្រើបានភ្លាមឥឡូវនេះតែម្ដងគ្រាន់តែចុចលើបើគណនីរហ័សអនុវត្តតាមជំហានងាយដោយប្រើពេលយ៉ាងយូរ2នាទីពេលនោះអ្នកនឹងបានប្រើគណនីធនាគារពិតប្រាកដមួយជាមួយកម្មវិធីធនាគារពេញលេញគឺ FBA Mobileសរុបមកវិញទំនើបឈានមុខគេបរិយារចនាមុនគេដ៏ល្អវិចិត្រសមត្ថភាពថ្មីអាចដានកំណត់សុវត្ថិភាពខ្ពស់បំផុតដែលធ្វើឲ្យ FBA Mobile ជា app ដែលពេញនិយមនៅប្រទេសកម្ពុជា